Hi, so today là tao nghe nhóm sơ dạ topic để nhóm trong vậy ngày này cứ trong episode của anh start podcast cứ viជួយច្រើនពិតមែនខ្ញុំមានរហ័សការស្ដាប់ podcast វាជាអីដែលជួយខ្ញុំបំផុតនៅក្នុងជីវិតគឺកាលមកខ្ញុំអត់ដឹងថា podcast ហ្នឹងវាជាអីគេព្រោះខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តអភិវឌ្ឍខ្លួនឯងមិនជាមនុស្សដែលចង់ឲ្យជីវិតល្អច្រើនជាងមុនគឺខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំគឺកាលហ្នឹងវាអញ្ញែញច្រើនពិតមែនគឺអីដែលខ្ញុំខ្វល់កាលហ្នឹងគឺមានតែលេងហ្នឹងហើយគឺលេងខ្ញុំប្រើមួយថ្ងៃខ្ញុំអត់ប្រយោជន៍ខ្ញុំអត់ដឹងថាជីវិតខ្ញុំចង់ធ្វើអីថ្ងៃណាគាត់ខ្ញុំចង់ធ្វើអីហើយក៏ខ្ញុំចង់ធំទៅខ្លាយទៅជាមនុស្សបែបណាហើយអីដែលដូរខ្ញុំគឺការស្ដាប់ podcast គឺកាលហ្នឹងខ្ញុំប្រើជីវិតធម្មតាហ្មងខ្ញុំប្រើជីវិតដូចខ្ញុំប្រើកាពីទូចគឺលេងសប្បាយមានមិត្តភ័ក្តិអីចឹងតែអីដែលខ្ញុំដូរគឺការស្ដាប់ podcast អ្នកនរគ្នាគឺការស្ដាប់ podcast គឺវាដូរហ្មងគឺវាដូរខ្ញុំពីបាតដៃទៅលើដៃពីលើដៃទៅបាតដៃពីបាតដៃទៅលើដៃពីដៃទៅលើដៃខ្ញុំអត់ដឹងបោះស្រាយមិនហ្នឹងហើយគឺវាដូរខ្ញុំអត់ខ្លាចទៅជាមនុស្សដែរអូខេខ្ញុំត្រូវតែគិតថាថ្ងៃអនាគតខ្ញុំចង់ធ្វើអីថ្ងៃអនាគតខ្ញុំទៅខ្លាចទៅជាមនុស្សដែរមិនហើយខ្ញុំចង់រកលុយបានប៉ុន្មានថ្ងៃអនាគតខ្ញុំដឹងថាអីដែលខ្ញុំនិយាយហ្នឹងគឺខ្ញុំមិនមែនខ្លាចជាខ្ញុំមិនមែនជាមនុស្សដែលឆ្លាតបំផុតមិនមែនជាមនុស្សដែលល្អបំផុតតែដែលខ្ញុំមានក្នុងខ្លួនហើយខ្ញុំមានអារម្មណ៍ថាខ្ញុំ proud myself គឺការចូលចិត្តអភិវឌ្ឍគឺទោះបីអត់ខ្ញុំអត់ប្រកែឥឡូវតែខ្ញុំចូលចិត្តអភិវឌ្ឍខ្លួនឯងទោះបីខ្ញុំអត់ប្រកែឥឡូវខ្ញុំនឹងប្រើពេលវេលា5ឆ្នាំ10ឆ្នាំនឹងការអភិវឌ្ឍខ្លួនឯងក៏ខ្ញុំនៅតែចង់គឺខ្ញុំនៅតែអភិវឌ្ឍខ្លួនឯងគឺខ្ញុំជាមនុស្សដែលអភិវឌ្ឍខ្លួនឯងរហូតដល់ខ្ញុំនិយាយពីខ្លួនឯងច្រើនពេកគឺអត់សូវជួយណាគេអញ្ចឹងអីដែលខ្ញុំចង់និយាយគឺបើយើងចង់អភិវឌ្ឍខ្លួនឯងចាប់ផ្ដើមពីដូរអីដែលយើងស្ដាប់ដូរ podcast របស់យើងខ្ញុំមានអារម្មណ៍ថា podcast វាជាអីដែលស្រួលមែនទែនអ្នកគ្នាយើងគ្រាន់តែស្ដាប់យើងគ្រាន់តែមើលយើងរៀនពីបទពិសោធន៍អ្នកផ្សេងយើងមិនចាំបាច់តែយើងត្រូវទៅជួបបទពិសោធន៍នឹងសិនបើយើងរៀនពីបទពិសោធន៍ហ្នឹងគឺយើងអាចធ្វើអញ្ចឹងយើងអាចរៀនពីបទពិសោធន៍អ្នកផ្សេងបានណាគ្រាន់តែយើងស្ដាប់ podcast ដូរការគិតដូរអីដែលយើងឃើញដូរអីដែលយើងជឿគឺដូរទាំងអស់គឺខ្ញុំមានអារម្មណ៍ថាការស្ដាប់ podcast វាជាអីដែលចាប់ផ្ដើមទូចនៅក្នុងជីវិតទោះបី5នាទី10នាទីក្នុងមួយថ្ងៃតែវាដូរច្រើនទៅមានវីដេអូអីដែលយើងគិតដូរអីដែលយើងពេលខ្លះយើងមានពាក្យដែលយើងស្ដាប់ចេញមកពី podcast ដែលយើងនិយាយចេញមកគេឡើងវ៉ាវហើយបានពាក្យហ្នឹងមកពីណាអីចឹងគឺខ្ញុំទៅស្ដាប់ podcast មែនតើមួយថ្ងៃគ្រាន់តែ5ដង3ដងគឺក៏មិនជាមនុស្ស sad មែនតើខ្ញុំមានអារម្មណ៍ថាខ្ញុំជីវិតខ្ញុំអញ្ញែញជីវិតខ្ញុំ sad អីចឹងតែការស្ដាប់ podcast ហ្នឹងវាហៀវខ្ញុំពិតមែនវាហៀវខ្ញុំដែលខ្លាចពីក្មេងស្រីដែល broken អត់ដឹងថាជីវិតចង់ធ្វើអីគោលដៅថាអនាគតមិនតែពេលខ្ញុំស្ដាប់ podcast គឺខ្ញុំឡើងវ៉ាវមិត្តភ័ក្តិដែលវានិយាយមួយខ្ញុំហើយវាឃើញខ្ញុំថាខ្ញុំខ្ញុំដូរការគិតអីចឹងច្រើនវាថាអូខេសូយ៉ាគឺហើយដូរច្រើនពិតមែនអីដែលហែងគិតអីដែលហែងនិយាយគឺដូរច្រើនមែនហ្នឹងហើយខ្ញុំឆ្លើយថាអូខេយើងស្ដាប់ podcast អីចឹងអីដែលខ្ញុំចង់ remind គឺបើយើងចង់អភិវឌ្ឍខ្លួនឯងហើយយើងអត់ដឹងថាវាចាប់ផ្ដើមមិនអត់ដឹងថាចាប់ផ្ដើមពីថងណាអីចឹងគឺចាប់ផ្ដើមស្ដាប់ podcast ហ្នឹងគឺវាងាយហើយវាស្រួលប៉ិតមានយើងគ្រាន់តែចាប់ផ្ដើមស្ដាប់ដូចជាយើងស្ដាប់បទចម្រៀងចឹងស្ដាប់អីណាគេនិយាយម្នាក់ហើយអីដែលយើងបានពី podcast គឺបទពិសោធន៍ដែលយើងមិនចាំបាច់ទៅរៀនទាំងអស់មិនចាំបាច់ទៅស្រាវជ្រាវទាំងអស់យើងគ្រាន់តែស្ដាប់គេនិយាយគេបញ្យល់ហ្នឹងហើយអីដែលខ្ញុំចង់និយាយហ្នឹងគឺតែប៉ុណ្្នឹងទៅស្ដាប់ podcast Bye